ចាជំរាបសួរបងប្អូនគ្នាចាពុកព្រះសម្រាប់ពេលវេលាដែលឲ្យអ្នកគ្រូនៅបងប្អូនគ្នាបានជួបគ្នាសាជាថ្មីផងដែរចាអញ្ចឹងចូលមានអ្នកគ្រូទាំងអស់គ្នាអញ្ចឹងនេះយើងនឹងរៀនមេរៀនភាសាខ្មែរថ្នាក់ទី6ហើយមេរៀនដែលយកមកបញ្ចូលបងប្អូនគ្នានៅថ្ងៃនេះគឺតកតងជាមួយនឹងសព្វនាមឈ្មោះចាហើយអ្នកគ្រូក៏មានជាឧទាហរណ៍ចំនួន3ដែលយកមកបញ្ចូលបងប្អូនគ្នាតកតងជាមួយនឹងសព្វនាមឈ្មោះចាហើយទាំងអស់គ្នាត្រូវដឹងថាសព្វនាមឈ្មោះគឺមានច្រើនប្រភេទចាមានដូចជាសព្វនាមបរិស័កសព្វនាមចំអសព្វនាមចំនួនហើយនិងសព្វនាមមិនច្បាស់ហើយនិងសព្វនាមឆ្នោតដែលអ្នកគ្រូនឹងយកមកបញ្ចូលបងប្អូនគ្នានៅថ្ងៃនេះផងដែរចាអញ្ចឹងមុននឹងចូលមេរៀនអ្នកគ្រូក៏មានជានិយមន័យដែលតកតងជាមួយនឹងសព្វនាមឆ្នោតយកមកបញ្ចូលបងប្អូនគ្នាផងដែរចាអញ្ចឹងអ្នកគ្រូសូមអាននិយមន័យចាសព្វនាមឆ្នោតគឺជាពាក្យសម្រាប់ផ្លាស់កន្សំនាមនិងបង្កើតល្បះរណបចាគ្រូអានម្ដងទៀតសព្វនាមឆ្នោតជាពាក្យសម្រាប់ផ្លាស់កន្សំនាមនិងបង្កើតល្បះរណបចាហើយនៅខាងក្រោមនេះគេដាក់ថាសព្វនាមឆ្នោតមានតែមួយគត់គឺដែលចាគឺពាក្យថាដែលអញ្ចឹងសព្វនាមឆ្នោតគឺមានតែពាក្យមួយគត់គឺពាក្យថាដែលចាអញ្ចឹងដើម្បីដឹងថាតើកន្លែងណាគឺជាល្បះរណបកន្លែងណាគឺជាសព្វនាមឆ្នោតយើងនឹងមកមើលតកតងជាមួយឧទាហរណ៍3នៅខាងលើជាមួយអ្នកគ្រូទាំងអស់គ្នាចាអញ្ចឹងមួយឧទាហរណ៍ទី1ខ្ញុំគោរពស្រឡាញ់មនុស្សដែលគោរពច្បាប់ចរាចរគ្រូអានម្ដងទៀតខ្ញុំគោរពស្រឡាញ់មនុស្សដែលគោរពច្បាប់ចរាចរណ៍ចាអញ្ចឹងកន្លែងណាគឺជាសព្វនាមឆ្នោតចាគឺពាក្យថាដែលគឺជាសព្វនាមឆ្នោតចាកន្លែងណាគឺជាល្បះរណបចាល្បះរណបគឺដែលគោរពច្បាប់ចរាចរណ៍ចាហើយពាក្យថាដែលនេះគឺជំនួសឲ្យនាមចានាមមនុស្សចាអញ្ចឹងឧទាហរណ៍ទី2ចាឧទាហរណ៍ទី2ចូលដល់ឧទាហរណ៍ទី2គឺសៃយ៉ាជាសិស្សដែលមានសិលធម៌ល្អចាពីអានម្ដងទៀតសៃយ៉ាជាសិស្សដែលមានសិលធម៌ល្អចាអញ្ចឹងនៅក្នុងឧទាហរណ៍ទី2ចាឧទាហរណ៍ទី2គឺពាក្យថាដែលគឺជាសព្វនាមចាសព្វនាមឆ្នោតចាហើយពាក្យដែលជាល្បះរណបគឺដែលមានសិលធម៌ល្អគឺជាល្បះរណបចាហើយដែលនេះជំនួសឲ្យនាមមនុស្សចាចូលទៅដល់ឧទាហរណ៍ទី3ចាឧទាហរណ៍ទី3ធីតាកំពុងអានសៀវភៅដែលនិយាយពីការថែរក្សាសុខភាពចាអ្នកគ្រូអានម្ដងទៀតធីតាកំពុងអានសៀវភៅដែលនិយាយពីការថែទាំសុខភាពចាអញ្ចឹងនៅក្នុងឧទាហរណ៍ទី3ពាក្យថាដែលនេះគឺជាសព្វនាមឆ្នោតហើយល្បះរណបចាល្បះរណបដែលនិយាយពីការថែទាំសុខភាពចាហើយដែលនេះជំនួសឲ្យនាមសៀវភៅចាអញ្ចឹងមេរៀនរបស់អ្នកគ្រូដែលតកតងជាមួយនឹងសព្វនាមឆ្នោតក៏បានចប់ត្រឹមតែប៉ុណ្ណឹងអញ្ចឹងអ្នកគ្រូស្គាល់ថាបងប្អូនគ្នាបានត្រឡប់ទៅផ្ទះវិញក៏បានបង្កើតល្បះដែលតកតងជាមួយនឹងសព្វនាមឆ្នោតដែលរៀននៅថ្ងៃនេះផងដែរចាអញ្ចឹងអ្នកគ្រូសូមអរគុណសូមព្រះប្រទានពរ